សម្ដេចបវរធិបតីហ៊ុនម៉ាណែតអញ្ជើញកាត់ខ្សែបូសម្ពោធដោយប្រើប្រាស់ខ្សែសង្វាក់ផលិតកម្មថ្មីនិងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia នៅស្រុកក្រគរខេត្តពោធិ៍សាត់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មីនិងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បកខេត្តពោធិ៍សាត់នាព្រឹកថ្ងៃអង្គារទី22ខែមេសាឆ្នាំ2025ថាយើងរួមគ្នាចាប់កលានុវត្តភាពចាត់ជាឱកាសនិងផលប្រយោជន៍សម្រាប់ជាតិនិងប្រជាជនកម្ពុជាជាក់ស្ដែងខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងកាលពីមុនជាខេត្តទៅហួសមកហួសសកម្មភាពសេដ្ឋកិច្ចក៏មិនសូវមានតែបច្ចុប្បន្នបានក្លាយជាគោលដៅនៃការវិនិយោគនិងផ្ដល់ការងារជូនប្រជាជននិងជំរុញសេដ្ឋកិច្ចជាតិសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបន្ថែមទៀតថាត្រឹមរយៈពេល3ឆ្នាំចុងក្រោយបុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមតែជិត200នាក់កើនដល់ជាង400នាក់ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរឆ្នាំ2022មានរោងចក្រជាង300បង្កើតការងារបានជិត 10000 នាក់តែបច្ចុប្បន្នមានរោងចក្រជាង400បង្កើតការងារបានជាង 15000 នាក់ជាមួយគ្នានេះសម្ដេចបវរធិបតីបានលើកឡើងថាកម្ពុជាពីមុនជាប្រទេសដែលនាំចូលស្ទើរទាំងស្រុងតែបច្ចុប្បន្នបានប្រែក្លាយជាប្រទេសដែលអាចផលិតក្នុងស្រុកហើយនាំចេញទៅក្រៅប្រទេសថ្ងៃនេះយើងក្លាយជាអ្នកផលិតរថយន្តនិងនាំចេញទៅក្រៅមកពីគ្រប់ម្ចាស់ផលិតកម្មនៃបណ្ដាប្រទេសនិងក្រុមហ៊ុនល្បីៗដូចជាសហរដ្ឋអាមេរិកចិនជប៉ុននិងកូរ៉េជាដើមជាមួយនឹងសមិទ្ធផលនេះរាជរដ្ឋាភិបាលក៏បានផ្ដល់ការលើកទឹកចិត្តនិងបង្កលក្ខណៈសម្រាប់ក្រុមហ៊ុនអាចចូលមកវិនិយោគដោយត្រូវថែរក្សាទាំងអ្នកចាស់និងអ្នកថ្មីហើយជំរុញនិងខិតខំឲ្យវិនិយោគិនដែលកំពុងមានវត្តមាននៅកម្ពុជាកាន់តែរីកចម្រើនភាពជោគជ័យនិងការរីកចម្រើននេះគឺកើតចេញពីភាពនឹងនរសន្តិភាពនិងស្ថិរភាពនយោបាយដែលជាទំនុកចិត្តដ៏សំខាន់របស់វិនិយោគិនការជឿទុកចិត្តនិងការមិនមានហានិភ័យជំរុញឲ្យមានការវិនិយោគបន្ថែមតួយ៉ាងក្រុមហ៊ុន RMA Cambodia នេះបានអភិវឌ្ឍខ្លួនក្នុងការពង្រីកសក្តានុពលនិងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនកាន់តែធំឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់អំពីអត្ថប្រយោជន៍ដែលទទួលបានអំពីការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុកដែលជួយ1បង្កើតការងារដើម្បីលើកកម្ពស់ជីវភាពនិងសេដ្ឋកិច្ចប្រជាពលរដ្ឋ2ការបង្កលក្ខណៈបន្ធូរបន្ថយពន្ធការផលិតក្នុងស្រុកជួយឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តដែលផលិតក្នុងប្រទេសកម្ពុជាជាមួយនឹងគុណភាពខ្ពស់និងតម្លៃសមរម្យទន្ទឹមនឹងភាពវិជ្ជមាននេះសម្ដេចបានបញ្ជាក់អំពីភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិខេត្តត្រូវបង្កលក្ខណៈបង្កើនការប្រកួតប្រជែងវិជ្ជមានដើម្បីធានាដល់ការសម្របសម្រួលនិងដោះស្រាយបញ្ហាផ្សេងៗជូនវិនិយោគិនដូចជាការសម្រេចចិត្តហើយបន្តនៅជាមួយយើងបានយូរអង្វែងពិសេសអាចទុកចិត្តយើងនិងពង្រីកសេវាកម្មនៅយើងដូចនេះយើងត្រូវបន្តទៀតភ្ជាប់ជាមួយនេះរាជរដ្ឋាភិបាលកំពុងដាក់គោលនយោបាយនិងលើកទឹកចិត្តក្រុមហ៊ុនឲ្យខិតខំជំរុញការផលិតគ្រឿងបង្គុំក្នុងស្រុកដែលកម្ពុជាអាចមានលទ្ធភាពនិងសមត្ថភាពផលិតក្នុងស្រុកបានជាមួយនឹងគុណភាពល្អនិងភាពទុកចិត្តបានសម្ដៅកាត់បន្ថយការនាំចូលពីខាងក្រៅដែលនឹងបង្កើតបានភាពធន់និងធនធានមនុស្សរយៈពេលវែងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានជំរុញការពិនិត្យនិងពង្រីកស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីដើម្បីលើកកម្ពស់ការប្រើប្រាស់បង្កលក្ខណៈងាយស្រួលនិងបន្ថែមជម្រើសដល់ប្រជាពលរដ្ឋដែលបានជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនីដើម្បីអាចសាកថ្មនិងប្រើប្រាស់បានកាន់តែងាយស្រួលនិងស្របតាមតម្រូវការ